មន់ខ្ញុំយកមកប្រើមកក្បាលនេះទម្ងន់វា1គីឡូខ្ញុំប្រឡាក់ជាមួយប្រេងខ្យង2ស្លាបព្រាបាយទឹកស៊ីអ៊ីវខាប់ដើម្បីយកពណ៌2ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាកាហ្វេប៊ីចេងមួយចឹបហើយនឹងស្ករចំនួនកន្លះស្លាបព្រាបាយសម្រាប់ຂະຫນាតសាភាកាហ្វេរបស់ខ្ញុំនឹង2សាភាតូចៗនឹងស្មើមួយសាភាកាហ្វេបងប្អូនហើយសម្រាប់ទឹកស៊ីអ៊ីវខាប់បងប្អូនដាក់ក៏បានអត់ក៏បានដែរអានឹងយើងដាក់យកពណ៌ដើម្បីឲ្យមាន់របស់យើងមានពណ៌កាន់តែស្អាតអញ្ចឹងទៅបន្ទាប់ពីយើងប្រឡាក់មាន់ទាំងខាងក្នុងទាំងខាងក្រៅរួចរាល់អស់ហើយយើងត្រៀមគ្រឿងដើម្បីកាត់ក្លិនសម្រាប់គ្រឿងយើងមានជាគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចញាត់ចូលក្នុងពោះរបស់វាអញ្ចឹងទៅដើម្បីវាកាត់ក្លិនបានល្អបន្ទាប់ពីនឹងមកចាំយើងរៀបចំគ្រឿងសម្រាប់ដាក់ដុតហ្មងបានខ្ទះយើងទ្រាប់គល់ស្លឹកគ្រៃរៀងច្រើនតិចមករយរំដេងស្លឹកក្រូចហើយចាំយកមាន់ដែលយើងបានប្រឡាក់នឹងដាក់ពីលើហើយប្រេងឆាដាក់រៀងច្រើនតិចមកណាបងប្អូនដុតមាន់អញ្ចឹងបើដាក់ប្រេងឆាតិចគឺវាឆាប់ខ្លោចយើងដាក់ដុតមាន់ចោលហើយគឺយើងមានជាស្ពៃក្តោបខ្ញុំប្រឡាក់ជាមួយទឹកស៊ីអ៊ីវបន្តិចជាមួយប្រេងខ្យងបន្តិចដែរអានេះយើងប្រឡាក់វាឲ្យចូលជាតិទុកម្ដុំសិនទៅខ្ញុំទៅរៀបចំធ្វើទឹកត្រីកោះកុងហើយទឹកត្រីកោះកុងនេះខ្ញុំអត់មានបង្ហាញទេព្រោះខ្ញុំគិតថាបងប្អូនណាក៏ចេះធ្វើដែរណោះយករៀងជូរបន្តិចហឹរបន្តិចមកគឺត្រូវរសជាតិហ្មងសម្រាប់មាន់យើងដុតខ្ទង់ពី50នាទីទៅ1ម៉ោងណាបងប្អូនប៉ុន្តែក្នុងកំឡុងពេលហ្នឹងយើងអាសាប្រែវាចុះឡើងទៅមើលតែសាច់មាន់របស់យើងជិតឆ្អិនចាំយើងដាក់ស្ពៃក្តោបជាមួយនឹងកូកាខ្ញុំចាក់ចូលមកកំប៉ុងណាបងប្អូនដើម្បីមាន់របស់យើងពណ៌របស់វាកាន់តែក្រហមស្អាតចឹងទៅបន្ទាប់ពីចាក់កូកាចូលហើយយើងគ្របគម្របអត់ទុកយូរទៀតទេបងប្អូនចាក់កូកាចូលហើយទុកប្រហែលជាខ្ទង់10នាទីអីហ្នឹងមាន់របស់យើងចាប់ផ្ដើមឡើងក្រហមស្អាតហើយទាំងស្ពៃក្តោបទាំងអីហ្នឹងគឺវាចូលជាតិទាំងអស់ហ្មងហើយសម្រាប់រយៈពេលនៃការដុតនេះវាអាស្រ័យទៅលើមាន់របស់យើងដែរមាន់ខ្ចីមាន់ចាស់អីអញ្ចឹងវាអាចយូរទៅតាមនឹងអញ្ចឹងណាហើយមាន់របស់យើងនេះវាមានជាតិស្រា